Hello everybody, welcome back to my channel. In today's video, we are going to continue our lesson about short English conversation for beginners part 3. And our lesson today is asking about daily routines. សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ការរៀនសន្ទនាជាភាសាអង់គ្លេសសម្រាប់កម្រិតដំបូងហើយថ្ងៃនេះផងដែរយើងនឹងបន្តមេរៀនរបស់យើងទៀតគឺភាគទី3ដែលនឹងនិយាយអំពី asking about daily routines ការសួរនាំអំពីទម្លាប់ប្រចាំថ្ងៃហើយតួអង្គរបស់យើងក៏មាន2នាក់ដដែលគឺសីហាហើយនិងតារាអញ្ចឹងចង់ដឹងថាតើការសន្ទនារវាងតារាហើយនិងសីហានេះយ៉ាងណាខ្លះតោះយើងទៅតាមដានទស្សនាទាំងអស់គ្នាអញ្ចឹងគឺផ្ដើមចេញពីសីហា Hi Dara, can I ask you some question? Hi Dara, can I ask you some questions? សួស្តីតារាតើខ្ញុំអាចសួរសំណួរអ្នកខ្លះបានទេបាទអញ្ចឹងបើសិនជាបងប្អូនចង់សួរគេអីអាចយកសំណួរនេះទៅប្រើប្រាស់បានប៉ុន្តែបើសិនជាសួរតែមួយសំណួរអីយើងអាចគ្រាន់តែបដូរពាក្យបន្តិចបន្តួចដូចជា Can I ask you a question? Can I ask you a question? គេប៉ុន្តែបើសិនជាយើងសួរច្រើនសំណួរយើងអាចប្រើសំណួរនឹងដដែលតារាក៏ឆ្លើយថា Yes you can Yes you can បាទអ្នកអាចសួរបានសីហាក៏សួរថា What time do you get up every day តារា What time do you get up every day តារាតើរាល់ថ្ងៃអ្នកក្រោកពីគេងនៅម៉ោងប៉ុន្មានតារា I usually get up at 5:30 I usually get up at 5:30 ខ្ញុំក្រោកពីគេងនៅម៉ោង5កន្លះឬក៏ខ្ញុំជាធម្មតាក្រោកពីគេងនៅម៉ោង5កន្លះប៉ុន្តែបើសិនជាបងប្អូនជាទូទៅក្រោកម៉ោងខុសពីនឹងយើងគ្រាន់តែផ្លាស់ប្ដូរម៉ោងទៅណា Do you brush your teeth after getting up? Do you brush your teeth after getting up? តែអ្នកដុសធ្មេញរបស់អ្នកទេបន្ទាប់ពីក្រោកពីគេងអូខេអញ្ចឹងតារាឆ្លើយ Yes I brush my teeth every morning I brush my teeth every morning បាទខ្ញុំដុសធ្មេញរបស់ខ្ញុំរាល់ព្រឹកសីហាក៏សួរបន្តថា When do you eat breakfast When do you eat breakfast តើអ្នកញ៉ាំអាហារពេលព្រឹកនៅពេលណា I eat breakfast at 7 o'clock I eat breakfast at 7 o'clock ខ្ញុំញ៉ាំអាហារពេលព្រឹកនៅម៉ោង7នៅក្នុងមេរៀននេះបងប្អូនហើយជាមានអារម្មណ៍ថាបេសិហានេះស្អីគេអ្នកជំរឿនមែនបានគិតតែពីសួរឥតឈប់ណាអូខេហើយសីហាក៏សួរបន្តថា How do you go to school How do you go to school តើអ្នកទៅសាលារៀនដោយរបៀបណាអញ្ចឹងបើសិនជាបងប្អូនចង់សួរអំពីរបៀបឬក៏មធ្យោបាយនៃការធ្វើដំណើររបស់គេណាអាចប្រើ clear សំណួរនេះបាន How do you go to school ឬក៏ How do you go to work អូខេ I go to school on foot I go to school on foot អញ្ចឹងតារាគាត់ឆ្លើយថាខ្ញុំទៅសាលារៀនដោយដែរ What do you do after school What do you do after school តើអ្នកធ្វើអ្វីបន្ទាប់ពីចេញពីសាលារៀនអូខេអញ្ចឹងតារាក៏ឆ្លើយថា I do my homework and then play with my friends I do my homework and then play with my friends ខ្ញុំធ្វើកិច្ចការផ្ទះហើយបន្ទាប់មកលេងជាមួយមិត្តភ័ក្តិ Thank you តារាអរគុណតារាចឹងតារាគាត់ក៏ឆ្លើយថា You are welcome You are welcome សីហាមិនអីទេសីហាណាបាទអញ្ចឹងមេរៀនការសន្ទនាភាគទី3របស់យើងគឺមានតែប៉ុណ្ណេះហើយបើសិនជាបងប្អូនគិតថាមាន clear ណាមួយល្បះណាមួយដែលគិតថាល្អអាចយកទៅប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានយើងយកវាយកទៅហាត់ប្រើដើម្បីឲ្យស្ទាត់ក្នុងការប្រើប្រាស់ភាសាអង់គ្លេសជាចុងក្រោយសូមបងប្អូនជួយចុច subscribe ហើយនិង like ដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតអរគុណជួបគ្នានៅវីដេអូក្រោយទៀត